តាមពិតទៅព្រឹត្តិការណ៍ថ្ងៃនេះគឺរៀបចំឡើងដើម្បីចូលរួមអបអរសាទរបាទទិវាក្រុងស្អាតឆ្នាំ2026បាទដែលយើងឃើញសម្ដេចមហាបវរសម្ដីប៉ុន្តែនាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជាលោកបានចេញសារលិខិតបាទអបអរសាទរហើយបានសង្កត់ធ្ងន់ពាក់ព័ន្ធជាមួយនឹងការពីវឲ្យបរិយាកាសទឹកចិត្តឲ្យគ្រប់ផ្នែកគ្រប់ថ្នាក់អាកោរួមខាងបាទទៅខាងរមណីយដ្ឋានទេសចរសហគមន៍ទេសចរគ្រប់កន្លែងទាំងអស់ក្នុងវិជាចក្រកម្ពុជាយកចិត្តទុកដាក់លើភាពស្អាតបាទសុខភាពស្អាតសេវាកម្មល្អណាបដិសណ្ឋារកិច្ចល្អនេះគឺដើម្បីជាការមួយបង្ហាញអំពីសក្តានុពលកិច្ចការភាពរបស់កិច្ចនាមជាចក្រកម្ពុជារបស់យើងទៅកាន់លោកផងហើយនឹងដើម្បីតាក់ទាញបាទភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីទាំងអស់នៅលើពិភពលោកឲ្យអញ្ជើញមកទស្សនានៅតាមគេហៅថាមកឃើញសក្តានុពលទេសចរកម្ពុជាដ៏សម្បូរបែបនៃប្រទេសរបស់យើងអញ្ចឹងទី1គឺចូលរួមអបអរសាទរពិធីនេះទី2គឺដើម្បីចូលរួមអបអរសាទរនៅហៅថាព្រឹត្តិការណ៍ទេសចរដែលរៀបចំឡើងដោយសាលារដ្ឋបាលខេត្តស្ទឹងត្រែងហើយនិងមន្ទីរទេសចរខេត្តស្ទឹងត្រែងរួមគ្នាបាទក្រោមប្រធានបទអបអរសាទរសក្តានុពលទេសចរខេត្តស្ទឹងត្រែងគេថាស្ទឹងត្រែងលើពីទន្លេលើពីធម្មតាលើពីទន្លេបាទស្ទឹងត្រែងលើពីទន្លេលើពីធម្មតាបាទដើម្បីជាការ showcase បង្ហាញថានៅខេត្តស្ទឹងត្រែងមានសក្តានុពលទេសចរសម្បូរបែបយ៉ាងណាខ្លះបាទនេះដោយឡែកតែករណីខេត្តស្ទឹងត្រែងអញ្ចឹងនៅតាមរាជធានីខេត្ត24ទៀតក្រៅពីខេត្តស្ទឹងត្រែងក៏ខេត្តទី1នៅមានសក្តានុពលទេសចរសម្បូរបែបដោយឡែកហើយជាការបំពេញបន្ថែមគ្នានៅទូទាំងប្រទេសណាបាទលើកដូចរាជធានីភ្នំពេញរបស់យើងបាទរាជធានីភ្នំពេញរបស់យើងគឺថាយើងឃើញបានទទួលនៅការទទួលស្គាល់ពីលក្ខណៈអន្តរជាតិក្នុងកម្រិតពិភពលោកនេះជាបន្តបាទជារាជធានីភ្នំពេញជាទីកន្លែងចុងក្រោយនេះគឺបានទទួលចំណាត់ថ្នាក់ជារដ្ឋធានីរាជធានីដែលគេថាធំជាងគេល្អជាងគេបាទលើពិភពលោកលេខ10បាទលេខ10ហើយយើងគិតមើលប្រទេសជាច្រើនបាទមានរដ្ឋធានីរាជធានីជាច្រើននៅលើពិភពលោកតែកម្ពុជាយើងបានលេខ10នេះបង្ហាញថាយ៉ាងម៉េចខ្លះថាកម្ពុជាយើងមានសុខសន្តិភាពមានស្ថិរភាពនយោបាយមានការអភិវឌ្ឍបាទយើងទើបតែបានសន្តិភាពពេញលេញនៅឆ្នាំ98តាមរយៈនយោបាយឈ្នះរបស់សម្ដេចតេជោហ៊ុនសែនតែថ្នាក់ដឹកនាំប្រទេសរបស់យើងបានណានាំកិច្ចការលោកភាពជាតិរបស់យើងចូលទៅលើឆាកអន្តរជាតិទៅក្នុងកម្រិតទាំងតំបន់ទាំងពិភពលោកបាទហើយមួយទៀតគោលបំណងមួយទៀតថ្ងៃនេះគឺដើម្បីជួយបាទសមាគមលើកស្ទួយសមាគមស៊ីក្លូកម្ពុជាណាដែលសមាគមនេះក៏បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយបច្ចុប្បន្នជាប្រធានរដ្ឋាភិបាលបាទតាំងពីឆ្នាំ2018មកម្លេះបាទហើយរហូតដល់មានការឧបត្ថម្ភបាទជូនដល់បងពូបាទអ៊ំដែលគាត់ជាអ្នកស្រឡាញ់អាជីពកសិករនេះបាទគឺមានការឧបត្ថម្ភជួយជ្រោមជ្រែងគាត់ទាំងជីវភាពទាំងការលើកទឹកចិត្តសពបែបយ៉ាងហើយសម្ដេចគតិប្រិទ្ធបណ្ឌិតវរនីហ៊ុនសែនក៏សារអញ្ជើញដែលថាជួបលើកទឹកចិត្តផ្ដល់ជាសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគសពបែបយ៉ាងនេះបង្ហាញថាអំពីគេហៅថាស្មារតីជាតិនិយមចលនាជាតិនិយម
ស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងនិងកិច្ចសហប្រតិបត្តិការគ្នាល្អបាទក្នុងរង្វង់ប្រជាពលរដ្ឋខ្មែរយើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងក្រោមមណ្ឌលដ៏ត្រជាក់នៃព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជារបស់យើងបាទ